ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសូមស្វាគមន៍មកកាន់ SRR Days ហើយថ្ងៃនេះដែរនាងខ្ញុំមានវីដេអូមួយតាក់ទងជាមួយនឹងដំណាំនៅជាមួយផ្ទះរបស់នាងខ្ញុំចាហើយសម្រាប់ដំណាំខ្លះគឺមានអាយុកាលយូរឆ្នាំដែរហើយពុកម៉ែបងប្អូននិយាយទៅតាំងពីនាងខ្ញុំនៅតូចៗចាឥឡូវដល់ពេលដែលនាងខ្ញុំចូលវ័យពាក់កណ្ដាល60ហើយក៏នៅតែផ្លែផ្កាមកច្រើនទៀតចឹងណាពុកម៉ែបងប្អូនចាហើយសម្រាប់ដំណាំខ្លះទៀតគឺដំណាំថ្មីដែលយើងទើបតែដាំបន្ថែមទៀតចឹងណាពុកម៉ែបងប្អូនអញ្ចឹងយើងគួរតែកុំទុកដីទៅនេះចោលច្រើនពេកចឹងណាយើងគួរតែដាំឆ្លៀតដាំអានេះបន្តិចអានោះបន្តិចទៅចាអញ្ចឹងមិនថាពេលដែលយើងដាំមុខបន្តិចចឹងទៅយើងក៏មិនសូវជាទៅទិញគេចឹងណាពុកម៉ែបងប្អូនចាហើយដោយសារតែទំហំដីផ្ទះរបស់នាងខ្ញុំគឺមានទំហំតូចល្មមដែរទេអញ្ចឹងអាចថាដំណាំគឺវាមិនច្រើនមុខទេប៉ុន្តែបើសិនជាដីនាងខ្ញុំធំអាចថាមានដំណាំនឹងច្រើនជាងនឹងអញ្ចឹងពុកម៉ែបងប្អូនចាហើយដូចជាស្លឹកគ្រៃល្មៀតខ្ជាយម្ដេងគឺមានទាំងអស់ពុកម៉ែបងប្អូនតែគាត់មានតិចសម្រាប់តាហូបប្រចាំនៅក្នុងក្រុមគ្រួសារអញ្ចឹងណាហើយក៏យើងអាចបើសិនជានៅសល់ខ្លះយើងក៏អាចចែកញាតផៅនៅជុំវិញខ្លួនយើងក៏បានដែរចាហើយសម្រាប់ម្នាស់ទឹកឃ្មុំនេះគឺមានតែពីរដើមទេឥឡូវចាប់ដើមចេញផ្លែហើយក៏អត់ទាន់ថាហ៊ានបេះវាយកមកញ៉ាំដែរចាដោយសារតែគិតថាវាទើបតែចេញផ្លែផ្កាអញ្ចឹងទៅមើលវាអស់ចិត្តសិនបើថាវាទុំពេលណាហ្នឹងយើងចាំចាត់ការវាពេលក្រោយចាហើយសម្រាប់ដំណាំដូចនាងខ្ញុំបញ្ជាក់អញ្ចឹងគឺมันមានច្រើនទេពុកម៉ែបងប្អូនគឺមានបន្តិចបន្តួចអញ្ចឹងណាគ្រាន់តែទុកហូបចាទុកចែកញាតផៅអញ្ចឹងទៅចាហើយបើនិយាយពីរឿងក្រូចឆ្មាវិញពុកម៉ែបងប្អូនហើយនិយាយពីថាមួយដើមនឹងគឺផ្លែមិនដឹងយកទៅណាអស់ទេហើយម្ដាយរបស់នាងខ្ញុំក៏គាត់បានយកវាទៅដាក់ជាមួយនឹងទឹកជ្រលក់បាញ់ឆែវណាដែលគាត់លក់ជាប្រចាំគឺយកពីក្រូចឆ្មានឹងឯងចាហើយស្លឹកខ្ទឹមអីហ្នឹងគឺមានមកចប់ពុកម៉ែបងប្អូនតែដូចនាងខ្ញុំជំរាបចឹងគឺមានបន្តិចបន្តួចទេចាហើយសម្រាប់ strawberry នេះគឺនាងខ្ញុំទិញយូរមកហើយដែរហើយយើងបាច់បានកូនច្រើនដែរចឹងណាហើយស្វាមីរបស់នាងខ្ញុំគាត់ប្រកែតាក់តែងម៉េចណាចាហើយផ្លែបន្តបន្ទាប់ចឹងពុកម៉ែបងប្អូននឹងឲ្យមើលទៅឃើញនៅក្នុងវីដេអូទៅគឺបេះញ៉ាំច្រើនសារមែនតែនចាបេះពេលខ្លះសឹងអត់តន់ចាប់ចឹកទៀតហើយសម្រាប់នេះគឺត្រូវជាមួយនឹងបាញ់ឆែវចាហើយខ្ចីលក់តែម្ដងចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់ភ្លក់រសជាតិបាញ់ឆែវសម្រាប់អតិជនថ្មីណាគឺអាចមករកជាវនៅកន្លែងម្ដាយរបស់នាងខ្ញុំបានចានៅទល់មុខនឹងមន្ទីរពេទ្យបន្ទាយធានយុទ្ធភូមិភាគទី3ក្រុងច្បារមនខេត្តកំពង់ស្ពឺចាហើយនឹងឯងមើលទៅឃើញខ្ចីល្អហើយក្លិននិយាយទៅនាងខ្ញុំចូលចិត្តក្លិនហើយសម្រាប់នេះគេហៅថាស្ដាច់បន្លែឬមួយក៏គេហៅថា kale ហ្នឹងចាអាហ្នឹងគឺវាល្អចំពោះសុខភាពអ្នកខ្លះគឺគាត់យកទៅកិនឬក៏គៀបយកទឹកសម្រាប់ញ៉ាំអញ្ចឹងណាពុកម៉ែបងប្អូនចាហើយសម្រាប់ស្វាយប៉ោមអូស្ត្រាលីនេះពុកម៉ែបងប្អូនណាមើលទៅផ្លែទៅគឺចង់ពិនមុខរបស់នាងខ្ញុំហើយចាហើយមិនដឹងថាទងន់ប្រហែលទេដោយសារតែឆ្នាំមុនដូចជាទងន់មួយនឹងចូលមកគីឡូ2ខាំទៅមកគីឡូកន្លះចឹងណាប៉ុន្តែវគ្គនេះអត់ដឹងថាប្រហែលទេព្រោះអត់បានថ្លឹងនៅឡើយចាហើយសម្រាប់ស្វាយកែវចិននេះគឺនាងខ្ញុំប្រមូលផលហើយចាបេះមកទុំគឺថាក្លិនឡើងឈ្ងុយចាអញ្ចឹងវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកចាសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលចិត្តនៅវីដេអូនេះផងដែរចាអរគុណច្រើនជម្រាបលាបាយបាយ